លោកទូចសុខៈករណីស្នងការរងខេត្តបន្ទាយមានជ័យចោទស្នងការបង្កាច់បង្ខូចរឿងរត់ចោលជួរក្រសួងមហាផ្ទៃបើកការស៊ើបអង្កេតហើយលោកទូចសុខៈអ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានឲ្យដឹងនៅរសៀលថ្ងៃទី22ខែមករាឆ្នាំ2026នេះថាករណីលោកសានសុវណ្ណរីស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដែលបង្ហោះសារតាមបណ្ដាញសង្គមជុំវិញរឿងរ៉ាវមួយចំនួនពេលនេះក្រសួងមហាផ្ទៃបានសម្រេចចាត់មន្ត្រីជំនាញឲ្យចុះស៊ើបអង្កេតជាបន្ទាន់ហើយដើម្បីស្វែងរកការពិតអ្នកនាំពាក្យរងបន្តថាក្រោយទទួលបានព័ត៌មានដែលបានចែកចាយការពីម្សិលមិញថ្នាក់ដឹកនាំក្រសួងបានបញ្ជាឲ្យមន្ត្រីជំនាញចុះធ្វើការស្រាវជ្រាវភ្លាមៗដើម្បីរកឲ្យឃើញនៅការពិតនៃរឿងរ៉ាវដែលបានកើតឡើងគួររំលឹកថាលោកសានសុវណ្ណរីដែលមានតួនាទីជាស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានបង្ហោះសារតាមបណ្ដាញសង្គមដោយលោកលើកឡើងថាលោកសិទ្ធិលោះបានបង្កាច់បង្ខូចរូបលោកនិងយុទ្ធមិត្តថាជានគរបាលរត់ចោលជួរថែមទាំងរងការគំរាមកំហែងចាប់វាយខ្នោះនិងមានបទបញ្ជាមិនឲ្យមន្ត្រីក្រមអាវ៉ាតចុះទៅសួរសុខទុក្ខរូបលោកនិងយុទ្ធមិត្តចំនួន20នាក់ផ្សេងទៀតដែលកំពុងសម្រាកព្យាបាលរបួសនិងពលផ្សែងពុលនៅមន្ទីរពេទ្យបន្ទាប់ពីបានបំពេញបេសកកម្មការពារទឹកដីលោកបន្តថាក្នុងអំឡុងពេលតតាំងនៅសមរភូមិចំនួន7ថ្ងៃមកនេះកងអនុសេនាតូចទី1របស់លោកពុំទទួលបានការណែនាំឬការបង្ហាត់បង្ហាញអំពីភូមិសាស្ត្រនិងយុទ្ធសាស្ត្រប្រយុទ្ធពីថ្នាក់ដឹកនាំណាម្នាក់ឡើយលោកចាត់ទុកសកម្មភាពនេះថាជាការរុញកងកម្លាំងឲ្យទៅជួបគ្រោះថ្នាក់ដល់អាយុជីវិតដែលសបញ្ជាក់ពីការដឹកនាំខ្វះការទទួលខុសត្រូវនិងមិនយកចិត្តទុកដាក់ចំពោះសុខទុក្ខកូនចៅក្រមអាវ៉ាតការដែលលោកសម្រេចចិត្តចេញមុខទម្លាយរឿងនេះគឺដោយសារតែមិនអាចទ្រាំទ្រនឹងការបង្កាច់បង្ខូចដែលធ្វើឲ្យកងកម្លាំងបាក់ទឹកចិត្តនិងរងភាពអយុត្តិធម៌បំផុតបច្ចុប្បន្នសាធារណជនកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះលទ្ធផលនៃការចុះស៊ើបអង្កេតរបស់មន្ត្រីជំនាញក្រសួងមហាផ្ទៃដើម្បីផ្ដល់យុត្តិធម៌ដល់ភាគីដែលពាក់ព័ន្ធក្នុងករណីដ៏រសើបមួយនេះ